គន្លឹះឬបច្ចេកទេសដើម្បីធ្វើការទំនាក់ទំនងឲ្យកាន់តែមានប្រសិទ្ធភាពចំពោះកុមារដែលមានវ័យក្រោម5ឆ្នាំនិងកុមារដែលមានសកម្មភាពខ្លាំងការប្រស័យតាក់ទងជាមួយកុមារដែលមានវ័យក្រោម5ឆ្នាំឬមួយក៏កុមារដែលមាន ADHD ពេលខ្លះវាអាចបង្កជាផលលំបាកមួយចំនួនសម្រាប់យើងដែលជាឪពុកម្ដាយឬមួយក៏អ្នកថែទាំក៏ប៉ុន្តែនៅពេលដែលយើងដឹងនៅគន្លឹះមួយចំនួនវាអាចជំរុញទំនាក់ទំនងយើងជាមួយនឹងពួកគាត់ឲ្យបានកាន់តែប្រសើរក៏ដូចជាជួយទៅដល់ការរីកចម្រើននៅក្នុងការប្រស័យតាក់ទងរបស់ពួកគាត់ជាមួយនឹងមជ្ឈដ្ឋានទូទៅជំវិញផងដែរគន្លឹះទី1នោះគឺស្ថិតនៅកម្រិតរបស់ពួកគេក្នុងន័យហ្នឹងនាងខ្ញុំចង់និយាយថាអញ្ចឹងឧទាហរណ៍ថាក្មេងគាត់មិនមានកម្ពស់រាងទាបជាងយើងត្រូវអត់អញ្ចឹងយើងមិនខ្ពស់ជាងអញ្ចឹងកាលណាដែលយើងប្រស័យតាក់ទងជាមួយគាត់ជាយាមធ្វើមិនខ្មិចឲ្យស្ថិតនៅកម្រិតរបស់ពួកគាត់បានន័យថាយើងអាចប្រទាបខ្លួនយើងនឹងឲ្យស្មើកម្រិតរបស់ពួកគាត់យើងនិយាយជាមួយគាត់ហ្នឹងជាយាមធ្វើមិនខ្មិចឲ្យមានការប្រស័យតាក់ទងរវាងភ្នែកនិងភ្នែកហើយពួកគាត់ហ្នឹងបានមើលឃើញភ្នែកយើងបានមើលឃើញចលនាមាត់របស់យើងទើបការប្រស័យតាក់ទងហ្នឹងវារឹតតែមានប្រសិទ្ធភាពហើយការធ្វើបែបនេះក៏វាបង្ហាញថាយើងកំពុងតែយកចិត្តទុកដាក់ជាមួយពួកគាត់ហើយពួកគាត់ក៏ទទួលបាននៅអារម្មណ៍មួយដែលយើងផ្សារភ្ជាប់ជាមួយពួកគាត់ជាពិសេសនៅក្នុងកំឡុងពេលដែលពួកគាត់កំពុងលេងចាហើយកន្លឹះទី2ហ្នឹងគឺពាក់ព័ន្ធជាមួយនឹងសាររបស់យើងហ្នឹងត្រូវធ្វើម៉េចឲ្យខ្លីហើយសាមញ្ញក្នុងន័យហ្នឹងខ្ញុំចង់និយាយថាចេះឧទាហរណ៍ថាយើងចង់ណែនាំអីមួយទៅកាន់ពួកគាត់ឧទាហរណ៍ថាយើងចង់និយាយថាកូនយកអីវ៉ាន់លេងឬមួយក៏តុក្កតាទៅដាក់នៅក្នុងកន្ត្រកអញ្ចឹងពាក្យដែលមកឃ្លាវែងមិញហ្នឹងវាសល់តែ2ឬ3ពាក្យឯងអញ្ចឹងវាកាត់បន្ថយការរំខានអារម្មណ៍របស់ពួកគាត់ហើយពួកគាត់អាចស្ដាប់យល់និងធ្វើការទំនាក់ទំនងជាមួយយើងហ្នឹងកាន់តែប្រសើរឡើងចាហើយបន្ថែមពីហ្នឹងទៅទៀតក៏គួរគប្បីឲ្យពួកគាត់លេងនៅអ្វីដែលសមស្របទៅតាមអាយុរបស់គាត់ហើយជំរុញឲ្យគាត់មានភាពឯករាជ្យម្ចាស់ការចាហើយកន្លឹះទី3ហ្នឹងគឺការប្រើប្រាស់នៅរូបភាពជាក់ស្ដែងគឺយើងប្រើប្រាស់នៅកាយវិការនិងសកម្មភាពជាក់ស្ដែងហ្មងអញ្ចឹងយើងមានតុក្កតាយើងមានកន្ត្រកយើងអាចយកតុក្កតាទៅដាក់ក្នុងកន្ត្រកយើងកាន់ដៃគាត់យកតុក្កតាទៅដាក់ក្នុងកន្ត្រកបូករួមជាមួយនឹងការប្រើពាក្យសម្ដីផងដែរការរំខានតិចធ្វើឲ្យពួកគាត់ងាយយល់លើសពីនឹងទៅទៀតអាចបង្កើនការនិយាយទៀតសម្រាប់ក្មេងមួយចំនួនដែលគាត់មានការយឺតយ៉ាវនៅក្នុងការនិយាយចាហើយកន្លឹះទី4ហ្នឹងគឺការរក្សាភាពស្ងប់ស្ងាត់និងអត់ធ្មត់អ្នកដែលនិយាយប្រាប់គេឲ្យអត់ធ្មត់ឲ្យស្ងប់ស្ងាត់ហ្នឹងស្រួលណាស់ប៉ុន្តែអ្នកដែលប្រឈមមុខជាមួយបញ្ហាផ្ទាល់ហ្មងមិនដឹងថាវាអត់ស្រួលដូចយើងដែលទៅនិយាយប្រាប់គេឲ្យធ្វើឯងក៏ប៉ុន្តែយ៉ាងណាក៏ដោយទោះជានាងខ្ញុំទទួលស្គាល់ថាវាអត់ងាយស្រួលទេជាពិសេសជាមួយក្មេងដែលមានសកម្មភាពខ្លាំងឬមួយក៏ ADHD កុំខឹងកុំស្រែកដាក់គាត់កុំស្ដីឲ្យគាត់អញ្ចឹងជំនួសមកវិញដោយការដកឃ្លាឲ្យឆ្ងាយពីគាត់បន្តិចឲ្យពេលវេលាខ្លួនឯងសម្រាកបន្តិចដកដង្ហើមចេញចូលឲ្យវែងហើយការដែលយើងធ្វើបែបនេះមិនត្រឹមតែបង្ហាញពីការយកចិត្តទុកដាក់មិនត្រឹមតែបង្ហាញពីក្តីស្រឡាញ់មិនត្រឹមតែបង្ហាញអំពីការអត់ធ្មត់របស់យើងទៅកាន់ពួកគាត់ទេប៉ុន្តែវាជាមេរៀនមួយដែលសំខាន់ដែលបង្រៀនទៅពួកគាត់ដូចគ្នាឲ្យយល់ដឹងអំពីការរក្សាភាពស្ងៀមស្ងាត់និងភាពអត់ធ្មត់ហើយគន្លឹះទី5ហ្នឹងគឺជាការពង្រឹងបែបវិជ្ជមានការពង្រឹងបែបវិជ្ជមានហ្នឹងបានន័យថានៅពេលដែលគាត់ធ្វើអីមួយដែលជារឿងដែលល្អជារឿងដែលយើងគិតថាជារឿងដែលត្រឹមត្រូវជារឿងដែលមានប្រយោជន៍សម្រាប់ខ្លួនគាត់ឧទាហរណ៍ដូចជាគាត់គឺជាក្មេងដែលមានសកម្មភាពខ្លាំងអញ្ចឹងនៅពេលដែលគាត់អង្គុយស្ងៀមបានមកសន្ទុះអីអញ្ចឹងទៅស្ដាប់តាមការបង្គាប់របស់យើងថាអូយកូនធ្វើអញ្ចេះហើយគាត់ធ្វើតាមយើងអញ្ចឹងទៅសរសើរគាត់ភ្លាមកុំទុកយូរសរសើរភ្លាមថាអូយកូននៅស្ងៀមអញ្ចឹងល្អកូនសម្រាកមួយផ្លែតអញ្ចឹងទៅត្រឹមត្រូវហើយប៉ាម៉ាក់ចូលចិត្តឃើញកូនធ្វើបែបហ្នឹងអញ្ចឹងបានន័យថាយើងសរសើរគាត់អញ្ចឹងការសរសើរហ្នឹងវាជំរុញនៅសកម្មភាពល្អដែលគាត់គិតថាអូនៅពេលដែលគាត់ធ្វើល្អអញ្ចឹងគឺបានទទួលការសរសើរហើយអញ្ចឹងវាជំរុញការផ្ដោតអារម្មណ៍ពង្រឹងទៅដល់ជំនាញនៅក្នុងការស្ដាប់របស់គាត់ទៀតអញ្ចឹងការលូតលាស់បន្តិចដែលជាសកម្មភាពដែលយើងធ្វើជាមួយគាត់ប្រចាំថ្ងៃហ្នឹងអាចមានផលប៉ះពាល់ជាវិជ្ជមានទៅសម្រាប់គាត់នៅក្នុងថ្ងៃអនាគតបានគន្លឹះទី6គឺការផ្ដល់ពេលវេលាសម្រាកសម្រាប់ធ្វើចលនាអញ្ចឹងសម្រាប់ក្មេងដែលគាត់មានសកម្មភាពខ្លាំងណាគឺពួកគាត់តែងតែលពឹសឲ្យមានគេហៅថាមានធម៌ពលឆនអញ្ចឹងយើងត្រូវតែជំនួសដោយការដែលប្រាប់គាត់ថាអូយកូននៅស្ងៀមកូននៅស្ងៀមកូននៅស្ងៀមតែបើធម៌ពលគាត់មានច្រើនគាត់អាចនៅស្ងៀមបានទេអញ្ចឹងយើងត្រូវតែផ្ដល់ពេលវេលាមួយឲ្យគាត់នឹងបានរត់បានលោតបានទះដៃបានហូរបានលេងបានធ្វើនៅសកម្មភាពដែលបញ្ចេញនៅធម៌ពលខ្លាំងទៅលើចុងក្រោយនៅក្នុងវីដេអូនេះហ្នឹងគឺមានភាពទៀងទាត់ជាមួយនឹងទម្លាប់សម្រាប់ក្មេងដែលមានសកម្មភាពខ្លាំងឬមួយក៏ ADHD ហ្នឹងណានៅពេលដែលយើងបង្កើតនៅភាពទៀងទាត់ជាមួយនឹងទម្លាប់វាធ្វើឲ្យពួកគាត់មានភាពរីកចម្រើនខ្លាំងណាពីព្រោះថាគាត់ដឹងអំពីអ្វីដែលគាត់នឹងរំពឹងទុកព្រោះវាកើតឡើងដដែលវាជាទម្លាប់ឧទាហរណ៍ដូចជា
ជាទម្លាប់នៅក្នុងការញ៉ាំទម្លាប់នៅក្នុងការគេងទម្លាប់នៅក្នុងការលេងឬមួយក៏ទម្លាប់នៅក្នុងការសម្រាកទម្លាប់ផ្សេងទាំងអស់អញ្ចឹងគាត់ដឹងថាអូដល់ម៉ោងប៉ុណ្នេះគាត់ត្រូវធ្វើអីដល់ម៉ោងប៉ុណ្នោះគាត់ត្រូវធ្វើអីអញ្ចឹងអាភាពទៀងទាត់នៃទម្លាប់ជាប្រចាំហ្នឹងវាជំរុញនៅក្នុងការប្រសើរឡើងនៅក្នុងការផ្ចង់អារម្មណ៍របស់គាត់ពីព្រោះគាត់ដឹងគាត់ទាយទុកមុនដឹងថាអូខេបន្ទាប់ពីលេងហើយខ្ញុំត្រូវលាងដៃបន្ទាប់ពីលាងដៃហើយខ្ញុំបានញ៉ាំអីអញ្ចឹងគាត់ទាយដឹងអញ្ចឹងអាទម្លាប់ដដែលហ្នឹងវាធ្វើឲ្យការលូតលាស់របស់ពួកគាត់និងទំនាក់ទំនងរវាងយើងនិងគាត់ហ្នឹងមានភាពប្រសើរឡើងដែរចានាងខ្ញុំដឹងថាការមើលថែទាំកុមារដែលមានវ័យតូចជាពិសេសកុមារដែលមានសកម្មភាពខ្លាំងឬមួយក៏ ADHD មិនជារឿងងាយស្រួលទេអញ្ចឹងមិនត្រូវមានអារម្មណ៍ថាអស់សង្ឃឹមឬមួយក៏នឿយណាយទេជឿជាក់ថាវាពិបាកវាមិនស្រួលដូចអីដែលខ្ញុំនិយាយទៅកាន់អ្នកទាំងអស់គ្នាការដែលអនុវត្តវាពិបាកប៉ុន្តែយ៉ាងណាក៏ដោយត្រូវចងចាំថាយើងអាចធ្វើបានហើយយើងត្រូវតែអត់ធ្មត់យើងត្រូវតែយល់ពីពួកគាត់ហើយយើងក៏ត្រូវតែផ្ដល់ក្តីស្រឡាញ់ឲ្យពួកគាត់ឲ្យបានច្រើន